បែកអត់គ្រាប់លោកស្រីនាងកញ្ញាកុំចំណានខ្ញុំបាទខ្ញុំមានតែបានតបែកអត់គ្រាប់បាទចង់ភ្លក់មួយជូនទស្សនិកជនបាទលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទដាំធម្មជាតិសុទ្ធសាធតែម្ដងអត់មានប្រើថ្នាំទេសូម្បីតែមើលស្មៅដុះល្អមែនតើបាទពេលដែលយើងជំរះស្មៅនឹងរលួយទៅនឹងខ្លាយទៅជាជីធម្មជាតិប៉ុន្តែជឿថាតបែកនឹងអត់គ្រាប់ខ្ញុំសូមភ្លក់ជូនខ្ញុំចង់ញ៉ាំតបែក2សប្តាហ៍កន្លងមកហើយខំប្រាប់ភរិយាថាឲ្យទិញតបែកឲ្យញ៉ាំផងថ្ងៃនេះមកដល់ចកាចាំជារកអស់ប្រទេសអាហ្គាសមែនខ្ញុំលោកស្រីនេះកញ្ញាពិនិត្យមើលគឺអត់មានគ្រាប់ទេមិនមែនចេះតែនិយាយទេគ្រូតបែកអត់គ្រាប់នោះទីផ្សារយើងបាន1គីឡូហ្មងណាបាទវាបើខែណាដែលវាថ្លៃវាអាចបាន8000រៀលបាទបើខែដែលសម្បូរអញ្ចឹងតែភាគអត់សូវសម្បូរទេវាតម្លៃវាថ្លៃខ្ពស់$1 1គីឡូអូបាទវាជាប្រចាំបាទតែខ្ញុំអត់ដល់បានទទួលផលទេក៏ចែកគ្នាភ្លក់ខ្ញុំបានភ្លក់ហើយតែប៉ុណ្ណេះយកទៅជូនអ្នកផ្ទះទៀតបាទខ្ញុំផ្លែណាធំកាត់ទៀតមួយនេះខ្ញុំញ៉ាំទុំអស់ពាក់កណ្ដាលទេអត់ទាន់មានគ្រាប់មែនបាទមែនអត់ទាន់មានអត់គ្រាប់ទេហ្មងបានតបែកច្រើនមែនតើប៊ីសមុតកត្រៃខ្លួនឯង
បាទលោកស្រីនេះកញ្ញាជាទីមេត្រីបាទខ្នោនេះទួយទេបាទអាយុទៅ3ឆ្នាំមើលផ្លែដល់ហើយ រាជការបាទនឹកស្រុកនឹកភូមិព្រោះខ្ញុំនៅស្រុកខ្ញុំមូងគុនក្អែកក៏ជាការក្រូចចឹងដែរបាទប្រភេទខ្នោនេះជាប្រភេទខ្នោអីដែរបាទគ្រូបាទអានេះជាប្រភេទខ្នោម៉ាឡេតងល់បាទអូខ្ញុំដាំដោយគ្រាប់ទេមិនមែនដាំផ្សាំទេមានវាមានខ្នោផ្សាំខ្នោគ្រាប់ខ្នោគ្រាប់បាទហើយខ្នោគ្រាប់វារយៈពេលដែលវាទៅផ្លែផ្កាជាវាយូរណាស់បាទយ៉ាងតិចក៏5ទៅ7ដែរអានេះតែ3ឆ្នាំវាផ្លែអូបែបវាចំណានជាមួយគេទុំហើយបាទលោកស្រីនេះកញ្ញានេះវាអត់ស្អាតទេរៀងអត់ស្អាតទេយ៉ាងចាំយើងញ៉ាំទុំហើយបាទកាត់មើលកាត់ឲ្យហែកញ៉ាំនៅនឹងមកញ៉ាំទៅបាទរៀងវាអត់ស្អាតទៅហែកខ្នោមួយអញ្ជើញមួយខ្ញុំតែឃើញភ័ក្រអូនមិនបានខ្លួនក៏ហីទៅចង់ត្រឹមតែឃើញសមររូបនាងមិនដែលឃើញសងស្រស់អើយសែនស្រស់លែងទេត្រឹមតែឃើញដំណារៀងស្រីដាក៏សមលើគេបនវ័យសាងពីបបពេបានជាជាតិនេះមានស្នេហ៍ឲ្យគេវងវែងក្រុមគ្នាសាមកមួយគ្រាបើឃើញរាល់ថ្ងៃហរតីកំព្រាខ្លាយជាវិមានសូវ៉ាន់ចង់ត្រឹមតែឃើញនេត្រាស្មីថ្លាដោយរាំងស្មីច័ន្ទបើសិនបានលោកដៃកាន់ដួងចិត្តបងមានប៉ុន្មានជួនកែវកនយានទាំងអ
ឃើញនេត្រារាំងស្មេថ្លា